ជំរាបសួរបងប្អូនមករយៈក្រោយនេះខ្ញុំទទួលបានសំណួរមួយចំនួនពីបងប្អូនយើងដែលអាយុច្រើនដែរណាដែលនៅពេលមានកូនណាជាពិសេសអាយុចាប់ពី30ជាងទៅខ្ញុំទៅមើល channel របស់ខ្ញុំប្រហែលជាខ្ទង់30-40% 30ទៅ40% ហ្នឹងគឺភាគច្រើនពីអាយុ28ដល់45ឆ្នាំចូលមើលវីដេអូខ្ញុំច្រើនដែរអរគុណច្រើនមែនទែនណាចំពោះការចូលមើលហើយមួយរយៈហ្នឹងច្រើនតែមានសំណួរសួរថាបងខ្ញុំដាក់សាលាឯកជននេះសាលាឯកជននោះអស់លុយប្រហែលប្រហែលមួយឆ្នាំយកកូនទៅឲ្យរៀនណាឲ្យរៀននៅសាលាឯកជនអញ្ចឹងតែមួយឆ្នាំប្រហែលខ្ញុំគិតថាជាជាងខ្ញុំឆ្លើយម្នាក់ខ្ញុំធ្វើវីដេអូនេះជូនប្រហែលជាខ្ញុំធ្វើវីដេអូផ្សេងបន្តទៀតដល់បងប្អូនអាចតាមដានប៉ុន្តែវីដេអូទី1ដែលខ្ញុំធ្វើនេះគឺខ្ញុំនឹងបង្ហាញតម្លៃសិក្សាសម្រាប់ថ្នាក់បឋមសិក្សាឬក៏មត្តេយ្យសិក្សារហូតដល់ថ្នាក់ថ្នាក់វិទ្យាល័យសម្រាប់សាលាឯកជនណាសម្រាប់សាលាឯកជនអញ្ចឹងសាលាឯកជនទី1ដែលខ្ញុំជ្រើសរើសយកមកគឺ Belty ណាដោយសារតែបងប្អូនជាពិសេសនៅពេញនៅអីហ្នឹងគឺអាសាឃើញសាខា Belty ច្រើនអញ្ចឹងពេលខ្លះមិនបានទៅសួរផ្ទាល់គាត់ថាគិតក្នុងចិត្តថាចង់បញ្ជូនកូនឲ្យទៅរៀនសាលានេះសាលានោះអីចឹងចង់ដឹងតម្លៃអញ្ចឹងនៅក្នុងវីដេអូនេះអាចជួយបងប្អូនបានណាអញ្ចឹងសម្រាប់សាលា Belty អន្តរជាតិយើងហៅសាលា Belty អន្តរជាតិឬក៏ Belty International School ហ្នឹងគឺតម្លៃសិក្សាប្រកបសម្រាប់ឆ្នាំ2026 2027ហ្នឹងអានេះខ្ញុំនិយាយតែឆ្នាំសិក្សាហ្នឹងឯណាអាចបន្តទៀតអាចមានការប្រែប្រួលតែសម្រាប់ឆ្នាំសិក្សា2026 2027ហ្នឹងគឺមត្តេយ្យសិក្សាគឺមួយឆ្នាំវា$500ហើយយើងបង់តាមឆុំនេះអីចឹងទៅអាហ្នឹងស្រ័យលើយើងប៉ុន្តែជាថ្លៃរួមគឺសម្រាប់កូនយើងរៀនថ្នាក់មត្តេយ្យគឺមួយឆ្នាំ500ហើយបើយើងថ្នាក់ទី1ទី2មួយឆ្នាំអាច$600ហើយបើថ្នាក់ទី3ទី4អាច650ថ្នាក់ទី5ទី6អាច700ណាហើយថ្នាក់ទី7ទី8អាចឡើងដល់800ថ្នាក់ទី9អាច850ហើយថ្នាក់ទី10ទី12ហ្នឹងគឺ850ដូចគ្នានេះបងប្អូនខ្ញុំគ្រាន់តែបញ្ជាក់បងប្អូនគឺនេះជាតម្លៃសិក្សាណាតម្លៃសិក្សាហើយចំពោះតម្លៃសេវាផ្សេងទៀតអាហ្នឹងទៅតាមសាលាដែរណាអញ្ចឹងវាអាចមានថ្លៃសម្ភារៈសិក្សាដូចជាសភៅពុំសភៅអីហ្នឹងសភៅបើអាចមានក្រុមមានសភៅសរសេរទៀតណាឯកសណ្ឋានខោអាវស្បែកជើងណាសម្ភារៈផ្សេងទៀតសម្រាប់សកម្មភាពសាលាហើយបើសាលាមានកម្មវិធីធ្វើដំណើរទៅនេះទៅនោះអីយកកូនសិស្សទៅអីបែរជាអាចមានការបង់បន្ថែមទៀតហើយសម្រាប់កូនសិស្សដែលយើងគិតថាគាត់ត្រូវការសេវាមួយចំនួនដូចជាសេវាដឹកជញ្ជូនអាហ្នឹងវាទៅតាមចិត្តឆ្ងាយណាបើសាលាយកឡានទៅដឹកកូនយើងពីផ្ទះពីអីមកហើយយកទៅដាក់សាលាវិញអាហ្នឹងវាអាស្រ័យណាការចំណាយហ្នឹងវាអាស្រ័យលើទីតាំងយើងដែរវាចិត្តវាឆ្ងាយយើងទៅឬក៏មួយទៀតបើសិនណាយើងចង់ឲ្យកូនញ៉ាំអាហារអីនៅក្នុងហ្នឹងអីចឹងទៅយើងអត់បានយកបាយយកទឹកអីអាហ្នឹងអាចមានការបង់បន្ថែមមួយទៀតចឹងទៅណាប៉ុន្តែអ្វីដែលខ្ញុំចង់បញ្ជាក់គឺតម្លៃសិក្សាណាចឹងមុនការសម្រេចចិត្តបញ្ជូនកូនឲ្យទៅរៀនសាលាណាមួយមិនមែនតែសាលា Belty នេះទេយើងត្រូវគិតពីចំណូលរបស់យើងគិតពីការចំណាយប្រចាំខែរបស់យើងហើយយើងគិតថាតើការជ្រើសរើសសាលាគឺសំខាន់ណាដើម្បីអីដើម្បីថាយើងថ្លឹងខ្លួនឯងតើសមត្ថភាពយើងក្រុមគ្រួសារយើងកម្រិតណាហើយយើងអាចឧបត្ថម្ភកូនយើងដល់ចប់ចុងចាប់ដើមមកណាអាចដល់ថ្នាក់ទីមត្តេយ្យរហូតដល់ចប់12អត់អញ្ចឹងការជ្រើសរើសសាលាហ្នឹងគឺសំខាន់ហើយដូចខ្ញុំថាអញ្ចឹងសាលា Belty នេះបើមែនតែនទៅបងប្អូនឃើញអាគារគាត់ខ្ពស់នៅតាមកាច់ជ្រុងនៅតាមទីតាំងខ្ញុំឃើញថានៅភ្នំពេញយើងច្រើនហើយខ្ញុំមិនច្បាស់ថានៅបណ្ដាខេត្តមាននេះអត់ទេប្រហែលជាអាចមានហើយបើនៅភ្នំពេញច្បាស់ណាស់ច្រើនហើយយើងឃើញថាទីតាំងធំទៀតណាហើយហ្នឹងហើយសាលាការបង់ថ្លៃសិក្សានេះគឺយើងសំដៅទៅលើការរៀនពេញម៉ោងវា
រៀនពេញម៉ោងចូលពេលព្រឹកប្រហែលជាដូច7កន្លះចេញម៉ោង11ម៉ោង1កន្លះចេញម៉ោង4ម៉ោង5អញ្ចឹងណាម៉ោង5អញ្ចឹងទៅណាហើយវគ្គហ្នឹងយើងហៅថាវគ្គពេញម៉ោងហើយរៀនដូចជាថ្ងៃច័ន្ទដល់ថ្ងៃសៅរ៍ណាថ្ងៃច័ន្ទដល់ថ្ងៃសៅរ៍អូខេអរគុណច្រើនទាំងអស់គ្នាខ្ញុំនឹងនិយាយវីដេអូបន្តទៀតតាក់ទងនឹងសាលារៀននេះខ្ញុំចង់និយាយអស់ដែរព្រោះចិត្តមានសាលាខ្លះជាពេលដែលត្រូវចិត្តជួកងណាជាចិត្តជួកងអញ្ចឹងបងប្អូនអាចតាមដានវីដេអូបន្ថែមទៀតហើយបើចាប់អារម្មណ៍អាច Subscribe Channel របស់ខ្ញុំហើយយើងនឹងមើលវីដេអូផ្សេងៗទៀតមិនមែនតែរឿងតម្លៃសាលារៀនទេណាអាចមើលរឿងជាច្រើនដែលខ្ញុំនិយាយពាក់ព័ន្ធទៅនឹងការសិក្សាអប់រំដែរអរគុណជំរាបលា